សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំជាកន្លែងដែលយើងនាំមកនៅព័ត៌មានថ្មីៗពីជុំវិញពិភពលោកថ្ងៃនេះថ្ងៃទី24ខែឧសភាឆ្នាំ2025យើងនឹងនិយាយអំពីប្រធានបទកតៅកកមួយដែលលោក Donald Trump បាននិយាយថាគាត់មិនកំពុងស្វែងរកកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប EU បន្ទាប់ពីគម្រាមកំហែងដាក់ពន្ធកម្រិត 50% លើទំនិញអឺរ៉ុបតោះមកសតាប់ឲ្យបានច្បាស់គ្នាហើយញញឹមទាំងអស់គ្នាកុំភ្លេច like និង subscribe ទេណាកាលពីម្សិលមិញលោកត្រាំបានធ្វើសន្និសីទកាសែតនៅទីក្រុង Washington ដោយបានគម្រាមកំហែងដាក់ពន្ធកម្រិត 50% លើទំនិញនាំចូលពី EU ដើម្បីចាត់វិធានការប្រឆាំងនឹងអ្វីដែលលោកហៅថាការអនុត្តមិនស្មើភាពនៅក្នុងការធ្វើពាណិជ្ជកម្មលោកបានចោទប្រកាន់ EU ថាបានផតលើជំនួយហិរញ្ញវត្ថុខុសច្បាប់ដល់ឧស្សាហកម្មរបស់ខ្លួនដូចជាក្រុមហ៊ុន Airbus ដែលជាក្រុមហ៊ុនផលិតយន្តហោះធំមួយនិងបានកាត់បន្ថយការនាំចូលផលិតផលអាមេរិកដូចជាផលិតផលកសិកម្មនិងបច្ចេកវិទ្យាលោកត្រាំបាននិយាយថា EU បានបង្កើតឧបសគ្គពាណិជ្ជកម្មជាច្រើនដែលធ្វើឲ្យក្រុមហ៊ុនអាមេរិកដូចជា Boeing និងកសិករអាមេរិកជួបការលំបាកក្នុងការប្រកួតប្រជែងប៉ុន្តែនៅព្រឹកនេះលោកបានប្រាប់អ្នកយកព័ត៌មានថាគាត់មិនចង់ចរចាជាមួយ EU ឡើយដោយនិយាយថាខ្ញុំមិនមែនជាអ្នកស្វែងរកកិច្ចព្រមព្រៀងនៅពេលនេះទេសារនេះបានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុពិភពលោកហក់ឡើងចុះភ្លាមៗដោយសន្ទុះដូរជូនធ្លាក់ចុះ300ពិន្ទុហើយអ្នកវិភាគជឿថាវាអាចនឹងនាំឲ្យមានសង្គ្រាមពាណិជ្ជកម្មធំ EU បានឆ្លើយតបយ៉ាងខ្លាំងដោយប្រធានក្រុមប្រឹក្សា EU លោក Charles Michel បាននិយាយថាការគំរាមកំហែងដាក់ពន្ធនេះគឺជាការបំផ្លាញសេដ្ឋកិច្ចទាំងសងខាងលោកបានព្រមានថាប្រសិនបើសហរដ្ឋអាមេរិកដាក់ពន្ធ 50% នេះវានឹងធ្វើឲ្យទំនិញអឺរ៉ុបដូចជារថយន្ត BMW និង Mercedes-Benz កាន់តែថ្លៃនៅទីផ្សារអាមេរិកដែលនឹងប៉ះពាល់ដល់អ្នកប្រើប្រាស់អាមេរិកផ្ទាល់ EU បានរៀបចំផែនការដាក់ពន្ធឆ្លើយតបលើទំនិញអាមេរិកដូចជារថយន្ត Ford និង Chevrolet ក៏ដូចជាផលិតផលកសិកម្មដូចជាហ្នរតៃកសៀងនិងស្រាវីស្គីប្រសិនបើត្រាំដាក់ពន្ធពិតៗការសម្រេចចិត្តនេះបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមអ្នកជំនួញអឺរ៉ុបព្រោះក្រុមហ៊ុនជាច្រើនអាចបាត់បង់ទីផ្សារនៅសហរដ្ឋអាមេរិកដែលជាទីផ្សារធំបំផុតមួយរបស់ពួកគេនៅលើកណតាញោសង្គមមានការពិភាក្សាយ៉ាងផុសផុលអំពីបញ្ហានេះអ្នកគាំទ្រលោកត្រាំជាច្រើននៅលើអិចបាននិយាយថាការរដាក់ពន្ធនេះជាវិធីល្អក្នុងការការពារពលរដ្ឋអាមេរិកនិងឧស្សាហកម្មក្នុងស្រុកដោយពួកគេជឿថា EU បានទាញយកផលប្រយោជន៍ពីសហរដ្ឋអាមេរិកជាយូរមកហើយប៉ុន្តែអ្នកផ្សេងទៀតជាពិសេសអ្នកជំនួញនិងអ្នកប្រើប្រាស់បានគាំទ្រការចរចាដើម្បីជៀសវាងផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងការកើនឡើងតម្លៃទំនិញឧទាហរណ៍អ្នកប្រើប្រាស់នៅអាមេរិកបានព្រួយបារម្ភថាប្រសិនបើទំនិញអឺរ៉ុបដូចជាស្រាវីនបារាំងឬឈីសអ៊ីតាលីឡើងថ្លៃពួកគេនឹងត្រូវចំណាយកាន់តែច្រើនដែលនឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេលោកត្រាំបានបន្ថែមថាការគំរាមកំហែងនេះជាផ្នែកនៃយុទ្ធសាស្ត្រធំធេងដើម្បីបង្ខំឲ្យ EU ធ្វើការផ្លាស់ប្តូររកគោលនយោបាយពាណិជ្ជកម្មដូចជាការលុបចោលជំនួយរដ្ឋាភិបាលដែលផតលើឲ្យក្រុមហ៊ុនអឺរ៉ុបនិងបើកទីផ្សារឲ្យទូលាយជាងមុនសម្រាប់ទំនិញអាមេរិកលោកបានអះអាងថាប្រសិនបើ EU មិនព្រមធ្វើការផ្លាស់ប្តូរទេសហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធដោយវិធានការផ្សេងទៀតប៉ុន្តែអ្នកជំនាញផ្នែកសេដ្ឋកិច្ចជឿថាការបដិសេធចរចាអាចនឹងធ្វើឲ្យសេដ្ឋកិច្ចទាំងសងខាងខ្លួនឯងរងគ្រោះឧស្សាហកម្មអឺរ៉ុបដូចជាអាល្លឺម៉ង់និងបារាំងអាចបាត់បង់ផលិតកម្មជាច្រើនដោយសារការនាំចេញទៅអាមេរិកធ្លាក់ចុះខណៈដែលអាមេរិកក៏នឹងជួបបញ្ហាតម្លៃទំនិញឡើងខ្ពស់ដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ធម្មតាអ្នកជំនាញខ្លះបានលើកឡើងថាសង្គ្រាមពាណិជ្ជកម្មនេះអាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូលដោយសារសហរដ្ឋអាមេរិកនិង EU គឺជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតនៅលើពិភពលោកប្រទេសផ្សេងទៀតដូចជាចិននិងជប៉ុនក៏អាចរងផលប៉ះពាល់ដោយប្រយោលព្រោះទីផ្សារពិភពលោកទាំងមូលនឹងមានភាពចលាចលឧទាហរណ៍ប្រសិនបើរថយន្តអឺរ៉ុបឡើងថ្លៃនៅអាមេរិកអ្នកប្រើប្រាស់អាចងាកទៅទិញរថយន្តជប៉ុនឬកូរ៉េដែលនឹងផ្លាស់ប្តូរតុល្យភាពនៃទីផ្សារអន្តរជាតិអស្ចារ្យណាស់ព័ត៌មាននេះបង្ហាញថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិង EU អាចកាន់តែតានតឹងតើអ្នកគាំទ្រលោកត្រាំឬចង់ឲ្យមានការចរចាប្រាប់យើងនៅខមមិនខាងក្រោម
បើចូលចិត្តវីដេអូនេះកុំភ្លេច Like Share និង Subscribe ដើម្បីទទួលព័ត៌មានថ្មីៗជួបគ្នាវិញនៅវីដេអូក្រោយជម្រាបលា